ជាបឋមសូមក្រាបនមស្ការចំពោះប្រជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាដល់ខ្ពង់ខ្ពស់ក្រៃលែងសូមនមស្ការចំពោះសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈចម្រើនពរសម្ដេចទ្រង់លោកអ្នកអង្គញាលោកអង្គញាហើយដំលោកជំទាវសប្បុរសប្រុសស្រីទាំងអស់ទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីស្រឡាញ់រាប់អានក្នុងពធនិងសំណួរបានចោទសួរថាតើពិធីបួងសួងនេះមានចាប់តាំងពីពេលណាមកព្រោះក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងទូលបង្គំខ្ញុំកណាតអាត្មាភាពណាមិនបានដឹងកាលបរិច្ឆេទច្បាស់លាស់ព្រោះគ្រាន់តែដំណើរណានៃការបន់ស្រន់បួងសួងនេះបើតាមរយៈនៃជំនឿព្រោះថាពុទ្ធសាសនាក្តីព្រហ្មញ្ញសាសនាក្តីផ្សាយមកចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបានសេចក្តីថាប្រជាជាតិយើងមានជំនឿការជឿការបន់ស្រន់ការបួងសួងរួចទៅហើយអញ្ចឹងណាព្រោះអីព្រោះខ្មែរយើងពីបព្វកាលដែលក៏កើតឡើងជាដំបូងគឺគោរពដូនតាណាគោរពមេត្តាបិតាបព្វការីជននឹងជឿទៅលើព្រលឹងវិញ្ញាណអញ្ចឹងកាលណាមានដើមឈើធំដំបូកធំណានៅទឹកដីដូចជាមានដើមពោធិ៍មានអីអញ្ចឹងសិតតែកន្លែងដែលគេជឿជាក់ថាមានពពួកទេវតាអរិយអ្នកតាអីហ្នឹងស្នាក់អាស្រ័យនៅអញ្ចឹងគេទៅបន់ស្រន់គេបួងសួងព្រោះមិនត្រឹមតែប៉ុណ្ណោះទេទូលបង្គំខ្ញុំកណាតអាត្មាភាពកើតឡើងដឹងក្តីនៅភូមិស្រុកកំណើតនឹងក្នុងមួយឆ្នាំយ៉ាងហោចណាស់គេធ្វើពិធីបុណ្យឡើងអរិយឡើងអ្នកតានឹងពិធីហ្នឹងសុទ្ធតែបំណងសុំសេចក្តីសុខហ្នឹងហើយព្រោះនឹងលៀងឡើងអរិយអីហ្នឹងធ្វើធំហ្នឹងព្រោះគោរពមនុស្សទូទាំងភូមិហ្នឹងគ្មានណាហ៊ានចោលទេព្រោះទៅគោរពទៅបូជាសបាយដល់ពេលអញ្ចឹងទៅនឹកឃើញណានៅក្នុងសាសនាព្រះពុទ្ធសមណគោតមនៃយើងណាអ្នកដូចអ្នកដែលបានសម្រេចនៅធម៌ហើយកើតតន់ប្រពុតដូចជានាងសុជាតាអីដែលលឺណានឹងនាងសុជាតាមានដើមជ្រៃមួយធំនៅជិតផ្ទះហើយប្រវត្តិហ្នឹងមានរហូតមកដល់សពថ្ងៃនៅទឹកដីប្រទេសឥណ្ឌាហ្នឹងយើងដែលជាអ្នកកាន់ពុទ្ធសាសនានៅស្រុកខ្មែរយើងទៅដល់ទៅថ្វាយបង្គំកន្លែងព្រះនាងសុជាតាហ្នឹងហើយគាត់ឃើញដើមជ្រៃមួយធំអញ្ចឹងគាត់ទៅបន់ស្រន់បួងសួងព្រោះថាសូមឲ្យទេវតាអរិយអ្នកតាដែលថែរក្សានៅដើមជ្រៃហ្នឹងឲ្យពរណាឲ្យជ័យដល់ខ្ញុំសូមបួងសួងអធិដ្ឋានបន់ស្រន់នៅទីនេះឧបមាថាឲ្យខ្ញុំណាជាស្ត្រីនេះបើមានស្វាមីឲ្យស្វាមីហ្នឹងតកូលប្រហាក់ប្រហែលគ្នាណាព្រោះមានទ្រព្យសម្បត្តិហ្នឹងប្រហាក់ប្រហែលគ្នាហើយប្រកបដោយសមាទិដ្ឋិណាជាអ្នកមានសេចក្តីអនុគ្រោះសន្តោសប្រោសប្រណីដល់ស្វាមីភរិយាក្រុមគ្រួសារហើយបើមានបុត្រអីសូមឲ្យបានបុត្រប្រុសនោះជាដំបូងហើយប្រកបដោយគន្លងធម៌ជាដើមនោះហើយដល់ពេលគាត់បន់ស្រន់អញ្ចឹងជួនជាព្រះពុទ្ធសមណគោតមនៃយើងណាព្រះអង្គចេញពីសាងអភិនិស្សក្រមធ្វើទុក្ករកិរិយាអស់6ប្រសាហើយមកគង់ក្រោមដើមជ្រៃហ្នឹងគ្នារឿងតាកតងនឹងរឿងហ្នឹងហើយគាត់អត់ដឹងថាហ្នឹងគឺតួអង្គរបស់ព្រះសម្មាសម្ពុទ្ធសមណគោតមនៃយើងនេះហើយគាត់ធ្វើពិធីបួងសួងហ្នឹងគឺបានសម្រេចដោយសេចក្តីប្រាថ្នាហ្នឹងវើគ្នាអញ្ចឹងសរុបសេចក្តីមកវិញណាសូមបញ្ជាក់ថាអាត្មាក្នុងនាមណាព្រះសង្ឃមួយរូបនឹងខំសិក្សាស្រាវជ្រាវហ្នឹងមិនបានឃើញកាលបរិច្ឆេទហ្នឹងច្បាស់លាស់ប៉ុន្តែក៏ឃើញដំណើរទំនងនៃសេចក្តីហ្នឹងវាមានតាំងពីដើមថាកើតមនុស្សពេលណាព្រោះមនុស្សត្រូវការអីត្រូវការសេចក្តីសុខឃើញទេហ្នឹងហើយភ័យខ្លាចនិងសេចក្តីទុក្ខ
mà là hơi thăm mà chiết cái hào tha cầm lắng thích thăm mà chiết chưa tổ lơ thăm mà chiết prey nông crom mò prey bực xa là ta vo ấy chẳng lại nắng chưa tha mình ngặt mình cầm bằng đi miền tiêu và đa miền prum miền ở rạ nè ta ấy thông thông nâu thay là xa tức đây phùm mà co mà chắc sọc ấy không sọc này cùng mùi mùi nắng mà là hơi buông xuống bàn sàn cướp tập về liệt đầm bấy sực đây sọc sực đây chìm ra nó không crom cua xa hay phải chăm phùm này mùi nắng cứ miền mà nu mà nè đây cái chưa tục chật cây cổ rụng tham mà nu nắng miền côn là thô miền xây là thô ấy cái oi mà nu nắng nè vớ bị thi thất than buông xuống nằng xong đây sọc đây chìm ra đi bàn po vào bị thi buông xuống ní ta thắt nâu nông sa na vấy hơi cô bầm non đầm bay ở vầy bây giờ kết ông pi sa na pre ri chi na chạ Campuchia dương nữa tăng pi pop bạc cal mốt cứ dương miến pre mà hạt sạn chỉ nè cục ruộng bát tê nữa chẳng hơi prom anh sa na ní chôl một môn pre Phật sa na chẳng không bị thi prom anh sa na sọt tay chia bị thi buông xuông bon sòn ồ nằng thạch than buông xuống bon sòn pon tay dưỡng trâu kết bị cha na tha tớ bị thi buông xuống bon sòn nó nấu nông prom anh sa na triệt đàm rư có sa na bờ lưng ấy này triệt đàm ní miền cô bầm non sẽ bạc lo cứ chăn tiện này cô bầm non cứ chọn bán sực đây sóc nâng đây chìm ra ấn chun đòn crom cua sa chun đòn sọc phum xã hạ cung rứประเทศជាតិទាំងមូលនេះគោលបំណងណានឹងអញ្ចឹងបើសិនជាយើងសួរថាតើពិធីបន់ស្រន់បួងសួងនេះមាននៅក្នុងសាសនាណាពិតប្រាកដយើងគិតថាគឺមាននៅក្នុងចំណោមព្រហ្មញ្ញសាសនាប៉ុណ្ណានឹងព្រោះដែលជាសាសនាមួយជឿទៅលើព្រះព្រហ្មណាហើយជាដើមទៅចុះព្រះពុទ្ធសាសនាតើមានពិធីបន់ស្រន់បួងសួងដែរឬទេនឹងណានឹងយើងអ្នកកាន់ពុទ្ធសាសនាច្រើននៅព្រះរាជាណាចក្រកម្ពុជាយើងថាតើពិធីយើងមានពិធីបន់ស្រន់បួងសួងដែរឬទេទោះបីជាព្រះពុទ្ធជាម្ចាស់សម្ដែងមកពីហេតុនិងផលណាឬកម្មផលយ៉ាងច្បាស់លាស់ក៏ដោយប៉ុន្តែដោយទូលបង្គំខ្ញុំកណាអាត្មាភាពបានចម្រើនពរពីខាងដើមមុននឹងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាបានហូរចូលមកដល់យើងទាំងអស់គ្នាដែលជាខ្មែរនេះពូជពងខ្មែរកំណើតខ្មែរនេះមានសាសនាជឿព្រលឹងដូនតារបស់យើងផ្ទាល់រួចទៅហើយនឹងឃើញទេពិធីកាន់បិណ្ឌភ្ជុំបិណ្ឌចូលភាសាចេញភាសាចូលឆ្នាំមានពិធីសែនព្រេនគ្រប់តែផ្ទះហ្នឹងឃើញទេព្រោះហ្នឹងហើយពិធីមួយប្រកាន់ដូចជាប្រពៃណីទំនៀមទម្លាប់នោះណាតេតួងនឹងពិធីមនុស្សប្រុសស្រីអីដែលរៀបចំអាពាហ៍ពិពាហ៍ណាឲ្យកូនប្រុសស្រីហ្នឹងគឺត្រូវមានមេបាចាស់ទុំអីរៀបចំត្រឹមត្រូវតាមគន្លងប្រពៃណីពុទ្ធសាសនានិងសង្គមជាតិបើកូនណាប្រព្រឹត្តកន្លងខុសឆ្គងអីប្រពៃណីហ្នឹងគេមានពិធីនោះសែនព្រេនអីចឹងណាព្រោះហ្នឹងពិធីនោះមានបើដើម្បីអីដើម្បីគោលបំណងគឺចង់បានសេចក្តីសុខសេចក្តីចម្រើនអញ្ចឹងបានសេចក្តីថានេះជំនឿណាវាដកជាប់នៅក្នុងទឹកចិត្តកូនខ្មែររួចស្រេចទៅហើយទោះបីជាពុទ្ធសាសនាបានហូរចូលមកកាន់ទឹកដីសវណ្ណភូមិណាដោយប្រធេរៈពីរព្រះអង្គបន្ទាប់ពីតតយសង្គាយនារួចគឺមានព្រះសោណត្ថេនិងឧត្តរត្ថេក្នុងនោះក៏មានទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងដែលស្ថិតនៅក្នុងសវណ្ណភូមិបងនឹងមកផ្សព្វផ្សាយគឺបានន័យថានៅក្នុងខាងចុងនៃពុទ្ធសតវត្សទី2ដើមនៃពុទ្ធសតវត្សទី3ឃើញទេផ្សាយមកប៉ុន្តែយើងមានជំនឿរួចស្រេចទៅហើយព្រោះអញ្ចឹងព្រះពុទ្ធសាសនាសម្ដែងត្រង់ថាម៉េចសុណក្ខតាំងសមង្គលាំងសុភភាតាំងសហុតតាំងសុខណោសុមហុតតោចសុយិតថੰប្រមចារិសុពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវិជ្ជាចិត្តពេលនោះឈ្មោះថាជានក្ខតរឹកល្អជាមង្គលល្អជាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អជាខណៈល្អជាយាមល្អអញ្ចឹងនេះ
ទៀនដែលបកលបានបូជាហើយដល់ប្រមាចារីបកលក្នុងពេលនោះឈ្មោះថាជាគ្រឿងបូជាល្អអញ្ចឹងណាក្នុងថ្ងៃដែលយើងធ្វើល្អហ្នឹងកាយកម្មកាយសុចរិតដែលយើងធ្វើល្អដោយកាយហ្នឹងក៏ឈ្មោះថានាំមកនៅសេចក្តីចម្រើនវិជ័យសុចរិតណាវិចាដែលយើងធ្វើល្អធ្វើត្រឹមត្រូវដោយវិជ័យសុចរិតវិចាសុចរិតហ្នឹងឈ្មោះថានាំមកនៅសេចក្តីចម្រើនមโนសុចរិតណាដែលយើងប្រព្រឹត្តល្អដោយផ្លូវកាយនេះក៏ឈ្មោះថានាំឲ្យមានសេចក្តីចម្រើននាំមកនៅសេចក្តីចម្រើនអញ្ចឹងណាបុគ្គលណាដែលប្រព្រឹត្តល្អដោយកាយវិចាចិត្តគឺកាយសុចរិតវិជ័យសុចរិតមโนសុចរិតនេះក៏រមែងបានដល់នៅសេចក្តីចម្រើនក៏យ៉ាងនោះដែរឃើញទេមួយនឹងស្ដាប់តើអញ្ចឹងពុទ្ធសាសនាសំដែងត្រង់អញ្ចឹងព្រោះបានន័យថាសំដែងឲ្យយើងជឿហេតុផលជឿណាកម្មព្រោះទៅលើអំពើការងារដែលយើងទាំងអស់គ្នាបានធ្វើនឹងកាលណាយើងធ្វើល្អនឹងបានទទួលនៅផលល្អកាលណាយើងធ្វើអាក្រក់បានទទួលនៅផលអាក្រក់យ៉ាងពិតប្រាកដគឺជឿហេតុផលកម្មផលហើយធ្វើបុណ្យអ្វីមួយគឺសទ្ធាជាមួយនឹងបញ្ញានេះពុទ្ធសាសនាសម្ដែងច្បាស់ត្រង់អញ្ចឹងប៉ុន្តែសួរថានៅមានពិធីនឹងលាយអត់ព្រោះជំនឿវាដកជាប់មកតាំងពីបុព្វកាលតាំងពីខាងដើមណានឹងវាជាប់មកលះបង់អត់ដាច់ទេព្រោះអញ្ចឹងសរុបសេចក្តីខ្លីមកវិញថាជំនឿបន់ស្រន់ណាបួងសួងពិតប្រកបគឺតេតួងនឹងរឿងព្រហ្មញ្ញសាសនាច្រើនចំណែកព្រះពុទ្ធសាសនាណាមិនបានសម្ដែងអំពីការបន់ស្រន់បួងសួងនោះទេគឺសម្ដែងអំពីហេតុនិងផលជឿកម្មណារបស់កម្មដែលបុគ្គលបានធ្វើបានប្រព្រឹត្តហើយដូចជានៅក្នុងគាថាមួយលោកបានសម្ដែងថាភាពថោកទាបភាពថ្លៃថ្នូរចង្រៃអបលៈនោះមិនមែនដោយសារកើតក្នុងត្រកូលព្រាហ្មណ៍ឬត្រកូលក្សត្រអ្វីទេណាភាពថ្លៃថ្នូរឬចង្រៃអបលៈភាពថោកទាបឬខ្ពង់ខ្ពស់អីគឺដោយអំណាចនៃកម្មព្រោះគឺអំពើដែលយើងបានប្រព្រឹត្តបានធ្វើដោយខ្លួនឯងហើយយើងបានទៅកើតក្នុងត្រកូលក្សត្រត្រកូលព្រាហ្មណ៍ណាបានន័យថាខត្តយៈត្រកូលក្តីព្រាហ្មណ៍ត្រកូលក្តីខ្ពង់ខ្ពស់ណាមានយសមានស័ក្តិសម្បត្តិយ៉ាងណាគឺដោយសារការងារអំពើសុចរិតដែលយើងធ្វើអំពីខាងដើមហៅថាពុពេកតបញ្ញតាណាផលបុណ្យដែលយើងបានធ្វើរួចហើយជាឧបនិស្ស័យធម៌នាំឲ្យយើងបានកើតមកគឺកើតក្នុងត្រកូលខ្ពង់ខ្ពស់ហើយល្អអាក្រក់អីបន្តទៅទៀតនៅក្នុងជាតិកំណើតជាមនុស្សយើងបានសុខបានចម្រើនមានភាពថ្លៃថ្នូរខ្ពង់ខ្ពស់ថោកទាបអីយ៉ាងណាគឺដោយការងារអំពើរបស់យើងដែលយើងបានធ្វើគ្រប់គ្នាណានេះសរុបដោយខ្លីបើសាធុក្នុងព្រះបរមនាមសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកទូលបង្គំខ្ញុំកណាតស្មារភាពណាសូមត្រេកអរអនុមោទនានៅក្នុងពិធីបួងសួងនេះដោយណាសេចក្តីដែលបានបំភ្លឺពីខាងដើមហើយថាបុព្វបុរសយើងប្រជាពលរដ្ឋយើងណាគ្រប់ភូមិស្រុកនិគមជនបទតាំងពីបុព្វកាលពីដើមរៀងមកមានការគោរពជឿសាសនាព្រលឹងដូនតាហើយកាលណាមានបុគ្គលណាជាប្រះចាស់ព្រឹទ្ធាចារ្យដែលគេឃើញថាបុគ្គលនឹងមានគុណធម៌ល្អមានសិលបរិសុទ្ធជាមនុស្សទៀងត្រង់គេប្រមូលគ្នាគោរពណានៅក្នុងស្រុកភូមិនឹងព្រោះនឹងគេគោរពនឹងលើកតម្កើងឲ្យកាលណាគេមានពិធីបួងសួងឡើងអរណតាពិធីបន់ស្រន់អីហ្នឹងគឺគេយកបកលហ្នឹងធ្វើជាគំរូយ៉ាងណាមិញដូចគ្នាព្រោះដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាជាតិកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំយើងទាំងអស់ណារដ្ឋសភាព្រឹទ្ធសភារាជរដ្ឋាភិបាលគឺនិងប្រជាពលរដ្ឋទូទាំងប្រជាជាតិកម្ពុជាមានការគោរពណាចំពោះព្រះមហាក្សត្រនៃប្រជាជាតិកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ជាតិយើងអញ្ចឹងណាបានជាណាព្រឹទ្ធសភារដ្ឋសភានិងរាជរដ្ឋាភិបាលហ្នឹងព្រោះបាន
ចេញណាជាអន្តរក្រសួងអីដើម្បីជួយទំនុកបំរុងហ្នឹងហើយថ្វាយណាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនឹងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយើងយាងទៅព្រោះព្រះអង្គជានិមិត្តរូបជាតិដែលប្រកបដោយទសពិតរាជធម៌ណាកាលណាព្រះអង្គតាំងបរិជ្ជហរតីអធិដ្ឋានក្នុងពិធីគោរពចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងពពួកទេវតាណាថែរក្សាលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៅអង្គរវត្តឬក៏ពពួកទេវតាណាដែលថែរក្សាក្នុងលោកធាតុទាំងមូលគឺព្រះរាជបន្ទូលព្រះសូរសៀងនេះគឺពិតណាសច្ចធម៌គោលបំណងព្រះរាជហរតីដែលតំណាងជាតិទាំងមូលជានិមិត្តរូបនៃជាតិទាំងមូលនេះគឺគោលបំណងព្រះរាជហរតីរបស់ព្រះអង្គដ៏បរិសុទ្ធហ្នឹងគឺផ្គងធ្វើម៉េចឲ្យទឹកដីនៃព្រះរាជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋទាំងអស់ណាបានជឿគោរពប្រតិបត្តិទៅលើព្រះអង្គទុកណាចិត្តគោរពចំពោះព្រះអង្គនេះព្រះអង្គអធិដ្ឋានសច្ចាដើម្បីធ្វើម៉េចឲ្យប្រជារាស្ត្ររបស់ព្រះអង្គជាកូនចៅកូនក្មួយហ្នឹងគឺបានសុខបានចម្រើននេះហើយយើងទាំងអស់គ្នាត្រូវតែត្រេកអរសាទរអនុមោទនាបងណាហ្នឹងហើយបងពរសាធុយើងទាំងអស់គ្នាណាដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបានឃើញណាដោយមង្សចក្ខុទាំងអស់គ្នាហើយថាដំណើរនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាតាំងពីអាណត្តិទី6ដែលនៅសម្ដេចអគ្គមហាសេនាបតីតេជោណាធ្លាប់ជានាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដល់មកអាណត្តិទី7នៃរដ្ឋសភារាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីគោលបំណងអ្វីទាំងអស់គ្រប់កលៈទេសៈទាំងអស់គឺធ្វើម៉េចណាឲ្យប្រជាជាតិទាំងមូលបានទទួលនៅសេចក្តីសុខសន្តិភាពទាំងខាងផ្លូវកាយទាំងខាងផ្លូវចិត្តណាជាពិសេសគឺសុខដុមរមនាណាជីវភាពរស់នៅធូរបូរណាសម្បូរសប្បាយរុងរឿងហើយមានការព្រមព្រៀងគ្នាសាមគ្គីគ្នាប្រកបដោយធម៌ក្រមបលុបនៃច្បាប់របស់ជាតិនិងច្បាប់សាសនាផ្សេងក៏ដូចជាសេចក្តីសុខសន្តិភាពនៃជាតិទាំងមូលអញ្ចឹងអាត្មាទូលបង្គំខ្ញុំគណៈអាត្មាភាពជឿជាក់ថាកាលដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាធ្វើនៅកិច្ចការនេះថ្វាយចំពោះព្រះមហាក្សត្រដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិយើងប្រជារាស្ត្រយើងនេះគឺជាគោលបំណងជាសច្ចធម៌យ៉ាងពិតប្រាកដណាដើម្បីឲ្យមានសេចក្តីសុខនិងសេចក្តីរីកចម្រើនសម្រាប់ជាតិទាំងមូលមិនមែនសម្រាប់តែណាបុគ្គលណាម្នាក់ទេព្រោះនេះជាសេចក្តីជឿយ៉ាងពិតប្រាកដណាសម្រាប់អាត្មាក្តីនិងប្រសង់ប្រជារាស្ត្រទាំងមូលក្តីព្រោះពរសាធុសំណួរចុងក្រោយនេះមានភាពទូលំទូលាយវិសាលភាពយើងឃើញហើយនៅក្នុងពិភពលោកទាំងមូលពាក្យថាជំនឿមួយម៉ាត់ណាក្នុងសាសនាផ្សេងនេះពិតជាចំណុចដែលចាប់អារម្មណ៍ទាំងអស់គ្នាក្នុងពិភពលោកណាហ្នឹងព្រោះក្នុងពិភពលោកបាននិយាយថាតែមានការខ្វែងគំនិតគ្នាខុសគ្នាតែបន្តិចណាការប្រកាន់ណាអំពើហិង្សានឹងលេចចេញមកភ្លាមព្រោះដោយឡែកទូទាំងព្រះរាជាណាចក្រកម្ពុជាណាក្រោយពីថ្ងៃរំដោះ7មករាឆ្នាំ1979ដែលប្រជាជាតិយើងណាបានឆ្លងកាត់សង្គ្រាមណាស៊ីវិលពញោមញីរ៉ាំរ៉ៃនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដ៏កំសត់មួយនេះជាពិសេសគឺនៅក្នុង3ឆ្នាំ8ខែ20ថ្ងៃណារបបប៉ុលពតបលាយពូជសាសយើងឃើញហើយគ្រប់សាសនាទាំងអស់រួមទាំងពុទ្ធសាសនាត្រូវខ្ទេចខ្ទាំរលាយណាបាត់បង់ទាំងអស់ព្រោះជំនឿគម្ពីរក្បួនច្បាប់នៃការផ្សេងអ្វីប៉ុន្តែដោយរដ្ឋរបស់យើងណាដែលបានរំដោះឡើងវិញឲ្យរួចផុតពីសេចក្តីស្លាប់មក
នឹកឃើញនឹងមុនគេគេណាព្រោះនឹកឃើញមុនគេថាមានតែព្រះពុទ្ធសាសនានឹងអញ្ចឹងឃើញទេរដ្ឋរបស់យើងប្រម៉ែប្រមូលណាបិទហិរៈដែលសេះសល់អំពីការកាប់សម្លាប់ធ្លាប់ជាអតីតអ្នកបួសនឹងដែលប៉ុលពតបានផ្សឹកចេញនោះផ្សឹកចោលនោះឲ្យមកចូលបួសវិញយើងឃើញទេណាក្មួយនៅក្មេងក៏អាចដឹងប្រវត្តិដែរមាន7អង្គឥឡូវសកុតនឹងថ្មីនេះគឺសម្ដេចព្រះអគ្គមហាសង្ឃរាជជាធិបតីកតេឧទេសបណ្ឌិតទេពវង្សដែលសម្ដេចជាអតីតសម្ដេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាទៅតែសោយប្រតិបង្គតកន្លងទៅជាង1ឆ្នាំណាឥឡូវនេះព្រះមហាក្សត្ររាជរដ្ឋាភិបាលណាបានថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជជាធិបតីកតេឧទេសបណ្ឌិតននង៉ែនព្រោះជាសម្ដេចព្រះសង្ឃមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាគង់នៅវត្តបទុមម្ដីនេះដែលមានបជន101ព្រះវស្សាទៅហើយជារាហើយណាប៉ុន្តែ7អង្គនៅសល់1អង្គអញ្ចឹងរដ្ឋរបស់យើងណានឹកឃើញថាព្រះពុទ្ធសាសនានេះសំខាន់ណាស់ព្រោះសំខាន់ណាស់អញ្ចឹងណាទោះបីជាព្រះពុទ្ធសាសនាសំខាន់ប៉ុន្តែមិនហាមឃាត់ជំនឿសាសនាផ្សេងឲ្យកើតមានដែរណាអញ្ចឹងបើយើងនិយាយឲ្យចំទៅមិនមែនត្រឹមតែអាយុជីវិតនៃជាតិរបស់យើងនិងប្រជាពលរដ្ឋប្រជាជាតិទាំងអស់គ្នាទាំងមូលនេះទេណាគឺសូម្បីតែព្រះពុទ្ធសាសនានិងសាសនាផ្សេងហ្នឹងក៏ស្លាប់ទាំងអស់គ្នាទៅកើតឡើងវិញព្រមគ្នាឆ្នាំ1979ប៉ុន្តែអ្វីដែលយើងឃើញទាំងអស់គ្នាតាំងពីកកើតព្រះពុទ្ធសាសនាក្តីនិងសាសនាផ្សេងក្តីហើយត្បិតតែរដ្ឋរបស់យើងណារាជរដ្ឋាភិបាលរបស់យើងរដ្ឋធម្មនុញ្ញរបស់យើងណាដាក់ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋប៉ុន្តែមិនហាមឃាត់ជំនឿនៃសាសនាដទៃផ្សេងទេឲ្យជឿឲ្យគោរពប៉ុន្តែអ្វីដែលយើងយកចិត្តទុកដាក់នោះគឺជាតិខ្មែរតែមួយត្រូវតែមានសុខដុមនីយកម្មណាការព្រមព្រៀងគ្នាការរួបរวมសាមគ្គីគ្នាដើម្បីសិក្សារៀនសូត្រធម៌វិន័យទៅតាមសាសនារបស់ខ្លួននីមួយហ្នឹងហើយបង្រៀនផ្សព្វផ្សាយមានការសម្ដែងពធទេសនាតាមទូរទស្សន៍ក្តីតាមវិទ្យុតាមបណ្ដាញសង្គមក្តីធ្វើម៉េចកុំឲ្យប៉ះពាល់គ្នាបៀតបៀនគ្នាប្រមាថមើលងាយគ្នាឲ្យคล้ายទៅជាចំនួនបែកបាក់សាមគ្គីគ្នានេះណាជាគុណធម៌ដ៏ធំធេងណាស់มันអាចកាត់ថ្លៃបានសម្រាប់រាជរដ្ឋាភិបាលរបស់យើងសម្រាប់ជាតិរបស់យើងណាដែលមានសុខដុមនីយកម្មសាសនានេះយើងឃើញមានការសាមគ្គីគ្នាល្អណាស់នឹងតាំងពីកកើតឆ្នាំ1979រហូតមកដល់ពេលនេះឆ្នាំ2025ណានេះយើងទាំងអស់គ្នាចឹងហើយបានជាក្រមម្លប់នៃសន្តិភាពហើយប្រកាសរណាជាអម្ចាស់ជីវិតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្ដេចយាងទៅធ្វើពិធីបួងសួងណានៅអង្គរវត្តប្រាសាទអង្គរវត្តនេះសៀមរាបនេះឃើញថាជាការប្រពៃមួយណាដោយអំណាចនៃទស្សពិតរាជធម៌ដែលប្រកាសរណាថ្លៃពិសេសព្រះមហាក្សត្រណាព្រះអង្គជានិមិត្តរូបនៃជាតិរបស់យើងនោះនឹងពិតជានឹងនាំមកនៅសេចក្តីសុខសន្តិភាពសេចក្តីចម្រើនរុងរឿងជូនប្រជាជាតិនិងប្រជាជនប្រជារាស្ត្ររបស់យើងនឹងបានសុខបានចម្រើនទាំងអស់គ្នាណាគ្រប់កាលទាំងពួងបងនឹងសាធុបង